បញ្ហាសម្រាមនៅក្នុងនេះក្រោយពីយើងកាយរួចអស់ទៅអត់មានសម្រាមអត់មានហ្មងតសើកន្លែងហ្នឹងសើមួយកូនសិស្សសើអត់មានសម្រាមអាកន្លែងនេះបានអីថាម៉េចបានន័យថាកូនសិស្សចូលរួមខ្ញុំចាប់អារម្មណ៍មាន2 3ចំណុចចាប់អារម្មណ៍ទី1ក្រោយពីអាដាមអាបារីត្រីភ្នំពេញអាដាមគូសេងលោកជួយឧបត្ថម្ភព្រេងជួយអីមកយើងចាប់ផ្ដើមកាយកន្លែងនេះសិតតែកន្លែងដើរយើងកាយបានតែមួយចំហៀងខាងនេះវាដៃរឿងខ្លីហើយពិបាកទុកដាក់អញ្ចឹងទៅវាអត់បានធំទលាយអញ្ចឹងយើងយកប្របែកឯកតកម្មគឺយកដីទាំងអស់យើងបោះទៅខាងនេះបោះទៅខាងលើឥឡូវខាងនេះគេធ្វើដាក់សឡងមកកាយទៅធ្វើជើងស្អាតអាហ្នឹងបញ្ហាទី1ឃើញចរន្តទឹកចាប់ដើមស្រកមានទឹកចរន្តទឹកឲ្យថ្លាទឹកនេះវាទៅជាថ្លាវិញអាហ្នឹងទី1ទី2ខ្ញុំចាប់អារម្មណ៍រឿងបញ្ហាសម្រាមនៅក្នុងនេះក្រោយពីយើងកាយរួចអស់ទៅអត់មានសម្រាមអត់មានហ្មងតសើកន្លែងហ្នឹងសើមួយកូនសិស្សសើអត់មានសម្រាមសោះអាកន្លែងនេះបានអីថាម៉េចបានន័យថាកូនសិស្សជាង10000នាក់នៅក្នុងហ្នឹងកូនសិស្សជិត10000នាក់មិនមែនជាង10000នេះជិត10000នាក់ទាំងថ្នាក់តូចទាំងថ្នាក់ធំទាំងថ្នាក់ប្រឡងទាំងថ្នាក់ឌីប្លូមទាំងថ្នាក់អីទាំងអឃើញលោកចូលរួមកូនបងប្អូនសិស្សអត់មានសម្រាមអាហ្នឹងបានស្ដីថាកូនសិស្សបងប្អូនទាំងអលោកបានចូលរួមពីរឿងបរិស្ថានរឿងអីហ្នឹងគាត់ចូលរួមមកយល់ដឹងអានេះសំខាន់ណាសំខាន់កន្លែងហ្នឹងទី3ខ្ញុំចូលមកក្នុងរយៈពេល10ថ្ងៃនេះក៏ឃើញថាបងប្អូនសិស្សសានុសិស្សគឺខំរៀនឃើញពេលចេញលេងពេលអីហ្នឹងឃើញគាត់រៀនគេថាពេលចេញលេងមកឃើញធ្វើលំហាត់ធ្វើអីនៅលើតុកន្លែងកាហ្វេកន្លែងកង់ទីនកន្លែងអីឃើញគាត់ឃើញធ្វើលំហាត់ហើយឃើញសប្បាយនៃស្ដីស្រឡាញ់ជាមួយគ្នាដើរទៅដើរអីឃើញចេះសួរចេះនាំពិសេសសួរគណិតវិទ្យាឃើញអីចឹងទៅខ្ញុំចេះតែប្រាប់អត់ចេះយល់ដឹងខ្លួនឯងតិចតួចសូមអភ័យដែរលោកគ្រូអ្នកគ្រូគ្មានអីទេគ្រាន់តែថាជាបទពិសោធន៍ធ្លាប់រៀនសូត្រធ្លាប់អីចឹងមកបានរៀនសូត្របានអីលោកគ្រូដែលជាសាស្ត្រាចារ្យចាស់ពីរៀនខ្ញុំហ្នឹងក៏ចេះមានបទពិសោធន៍ចេះចងចាំខ្លះអីខ្លះហ្នឹងទៅរហូតដល់មកឥឡូវហ្នឹងសូមអភ័យទោសដែរអញ្ចឹងយើងឃើញការចាប់អារម្មណ៍ក្នុងរយៈពេល10ថ្ងៃហ្នឹងប៉ុណ្ណឹង